ក្រុមហ៊ុន TVN Forestry របស់វៀតណាមបានបើកដំណើរការផលិតនៃរោងចក្រកែច្នៃឈើដាំនៅកម្ពុជាដើម្បីធ្វើការផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិការដាក់ឲ្យដំណើរការរោងចក្រនេះធ្វើឡើងកាលពីថ្ងៃទី4ខែធ្នូដែលរោងចក្រមានទីតាំងស្ថិតនៅសង្កាត់លេខ1ក្រុងព្រះសីហនុខេត្តព្រះសីហនុលោកជាវុធីអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាបានមានប្រសាសន៍នៅក្នុងកម្មវិធីនោះជំនឿជឿជាក់យ៉ាងមុតមមថារោងចក្រនេះមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើតការងារនិងបណ្ដុះបណ្ដាលជំនាញសម្រាប់ប្រជាជនកម្ពុជាព្រមទាំងលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យានិងការពង្រឹងសមត្ថភាពឧស្សាហកម្មកម្ពុជាផងដែរលោកក៏បានស្នើដល់ក្រុមហ៊ុនត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់អំពីបរិស្ថានវិនិយោគប្រកបដោយភាពអំណោយផលឧត្តមភាពប្រៀបធៀបរបស់កម្ពុជារួមទាំងធនធានធម្មជាតិដ៏សម្បូរបែបកម្លាំងពលកម្មវ័យក្មេងដែលមានជំនាញក្នុងវិស័យឧស្សាហកម្មនិងផលិតកម្មពិសេសតម្លៃពលកម្មដែលមានភាពប្រកួតប្រជែងខ្ពស់និងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សម្រួលដល់ការដឹកជញ្ជូនដែលកត្តាទាំងនេះបានធ្វើឲ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ការបណ្ដាក់ទុនវិនិយោគជាមួយគ្នានោះដែរលោកជាវុធីបានបង្ហាញអំពីកំណើននៃការវិនិយោគក្នុងរយៈពេល11ខែនៃឆ្នាំ2024ដែលមានប្រមាណ 40% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2023ដោយគិតចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ2024ការវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី3ក្នុងទំហំទុនវិនិយោគប្រមាណ$557 លានអាមេរិកលោកសង្ឃឹមថាក្រុមហ៊ុនអាចនឹងមានលទ្ធភាពពង្រីកការវិនិយោគបន្ថែមទៀតជាបន្តបន្ទាប់នាពេលដ៏ខ្លីខាងមុខពិសេសការវិនិយោគលើដំណាំឈើដាំក្នុងស្រុកដែលមិនត្រឹមតែបានផ្គត់ផ្គង់តម្រូវការផលិតកម្មរបស់ក្រុមហ៊ុននាពេលខាងមុខប៉ុណ្ណោះទេប៉ុន្តែអាចយកទៅកែច្នៃធ្វើគ្រឿងសង្ហារឹមខណៈដែលគំតិចគំទីសំណល់ឈើអាចយកទៅប្រើប្រាស់ជាថាមពលកកើតឡើងវិញហើយដំណាំឈើដាំទាំងនេះក៏អាចទទួលបានអត្ថប្រយោជន៍ពីឥណទានកាបូនផងដែរ